សម្រាប់បងប្អូនដែលចង់ផុសវីដេអូចូលទៅក្នុង Channel YouTube ឲ្យបានត្រឹមត្រូវអាចមើលវីដេអូនេះបានបាទជាដំបូងសូមគោរពនឹងជម្រាបសួរទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការផុសវីដេអូចូលទៅក្នុង Channel YouTube ឲ្យបានត្រឹមត្រូវបាទអញ្ចឹងបងប្អូនដែលមាន Channel YouTube ណាគួរកុំផុសតាមរយៈ App YouTube ក៏ដូចជា App YT បាទអញ្ចឹងកន្លឹះក្នុងការផុសវីដេអូឲ្យបានត្រឹមត្រូវទី1បងប្អូនអាចមានChrome ក៏បានឬក៏ Google ក៏បានអញ្ចឹងសម្រាប់ខ្ញុំធ្វើការជ្រើសរើស Chrome ហើយត្រង់ចំណុចនេះបើសិនជាបងប្អូនមានទូរស័ព្ទដៃហើយចង់ផុសវីដេអូណាបងប្អូនអាចធ្វើការដាក់ជាលក្ខណៈបែប desktop size ជាមុនសិនអញ្ចឹងយើងចុចកន្លែងសញ្ញាត្រី3ហើយយើងចុចពាក្យថា request desktop size នឹងសម្រាប់នៅលើទូរស័ព្ទដៃបាទនៅពេលដែលយើង select បែបហ្នឹងបាទវានឹងចេញទម្រង់បែបនេះបងប្អូនណាជាលក្ខណៈបែប computer អូខេអញ្ចឹងខ្ញុំនឹងធ្វើការ zoom ឲ្យបងប្អូនងាយស្រួលតែម្ដងបាទហើយត្រង់ចំណុចនេះបងប្អូនអាចធ្វើការវាយពាក្យថា YouTube Studio បាទវាដូចខ្ញុំបង្ហាញនឹងមកហើយបន្តមកទៀតធ្វើការ select ទៅលើពាក្យថា log in បាទអញ្ចឹងយើងចុចឲ្យចំពណ៌ទឹកប៊ិចហ្នឹងណាបាទយើងចុចទៅលើពាក្យថា log in អញ្ចឹងនៅពេលដែលចុចទៅដល់ពាក្យ log in ណាវានឹង switch ចូលទៅដល់ account បាទ channel YouTube របស់យើងតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ភ្ជាប់ជាមួយនឹង account channel YouTube ទេកន្លែងហ្នឹងអាចធ្វើការភ្ជាប់បាទឲ្យហើយបាទនៅពេលដែលភ្ជាប់ហើយវានឹងចេញទម្រង់បែបនេះហើយត្រង់ចំណុចនេះដែរលក្ខខណ្ឌក្នុងការ post ខ្ញុំនឹង zoom ឲ្យបងប្អូនមើលបន្តិចបាទតកតងជាមួយនឹងការ post ណាបាទយើងចុចកន្លែងពាក្យថា create បាទរួចហើយយើង select ត្រង់ចំណុចខាងលើយកពាក្យថា upload video បាទហើយត្រង់នេះផងដែរបងប្អូនអាចមើលកន្លែងសញ្ញាព្រួយហ្នឹងយើងចុចទៅលើសញ្ញាព្រួយរួចត្រង់ចំណុចទាំង3ហ្នឹងបងប្អូនអាចធ្វើការ select អាស្រ័យទៅលើវីដេអូរបស់បងប្អូន store ទុកនៅណាសម្រាប់ខ្ញុំជ្រើសរើសយកចំណុចទី1បាទ photo library ហើយបន្តមកទៀតខ្ញុំធ្វើការ select ទៅលើវីដេអូមួយបន្ទាប់មកខ្ញុំនឹងធ្វើការ upload យកតែម្ដងបាទអញ្ចឹងនៅពេលដែលយើងធ្វើការ upload វានឹងចេញទម្រង់បែបនេះហើយបងប្អូនអាចធ្វើការបាទសរសេរនៅ title ឬក៏គេហៅថាចំណងជើងណាអូខេខ្ញុំនឹងធ្វើការ select កន្លែង title ហ្នឹងហើយខ្ញុំសរសេរបាទសរសេរអក្សរឲ្យត្រូវជាមួយនឹងវីដេអូរបស់យើងបាទអញ្ចឹងបន្ទាប់ពីសរសេររួចរាល់ត្រង់ចំណុចខាងក្រោមមួយទៀតបងប្អូនណាត្រង់ចំណុចខាងក្រោមហ្នឹងដែលគេដាក់ថា description អញ្ចឹង description ហ្នឹងបងប្អូនអាចពិពណ៌នាអំពី channel YouTube ឬក៏ប្រធានបទឬក៏គោលការណ៍ YouTube របស់បងប្អូនបាទហើយបន្តមកទៀតកន្លែង thumbnail ខ្ញុំនឹងធ្វើការ upload thumbnail ហើយសម្រាប់បងប្អូនអាចធ្វើការ design thumbnail ឲ្យបានរួចរាល់ណានៅពេលដែលយើងធ្វើការ post វីដេអូត្រង់ចំណុចហ្នឹងយើងគ្រាន់តែធ្វើការ select ជាការស្រេចបាទហើយបន្តមកទៀតតកតងជាមួយនឹង playlist បាទ playlist គឺជាចំណុចសំខាន់ដែរបងប្អូនគួរតែធ្វើការបង្កើត playlist មួយដើម្បីងាយស្រួលដែលយើង post វីដេអូម្ដងយើង select ទៅលើ playlist ទៅអញ្ចឹងរាល់វីដេអូរបស់យើងទាំងអស់វានឹង store ទុកទៅលើ playlist តែមួយគត់អញ្ចឹងរាប់រយរាប់ពាន់វីដេអូគឺវានឹង store ទុកតែម្ដងបាទរួចហើយបន្តមកទៀតបងប្អូនអាចធ្វើការ scroll មកក្រោមបាទយកពាក្យថា no it's not for kids អញ្ចឹងមានន័យថាវីដេអូរបស់យើងនឹងផុសមិនមែនសម្រាប់កុមារទេបាទហើយតើតើនឹងចំណុចដែលខ្ញុំដាក់សញ្ញាសង្កល់ហ្នឹងដែលគេដាក់ថា paid promote ហ្នឹងបងប្អូនកុំគ្រីសត្រង់ចំណុចហ្នឹងណាបាទបើសិនជាបងប្អូនគ្រីសមានន័យថាត្រង់ចំណុចហ្នឹងវីដេអូរបស់យើងគឺត្រូវបានគេដាក់ឲ្យ promote ឬក៏យើង promote ផលិតផលរបស់គេអញ្ចឹងទៅបាទអញ្ចឹងត្រង់ចំណុចហ្នឹងមិនចាំបាច់គ្រីសទេបាទហើយបន្តមកទៀតបងប្អូនអាចធ្វើការ select នៅត្រង់ចំណុចខាងក្រោមណាបាទអញ្ចឹងត្រង់ចំណុចខាងក្រោមផងដែរបងប្អូនអាចធ្វើការដាក់ពាក្យថា no បាទអញ្ចឹងយើង scroll ចុះមកក្រោមបន្តិចតកតងជាមួយនឹង text អញ្ចឹង text នេះគឺជាសារៈសំខាន់នៅពេលដែលបងប្អូនវាយ text ឲ្យត្រូវជាមួយនឹងបាទចំណងជើងវីដេអូរបស់យើងអញ្ចឹងងាយស្រួលក្នុងការ search ឬក៏ងាយស្រួលក្នុងការស្វែងរកនៅវីដេអូរបស់យើងអញ្ចឹងបងប្អូនគួរតែធ្វើការដាក់
take នឹងឲ្យបានច្រើនបាទអញ្ចឹងចំនួនកំណត់នៅក្នុង tag មួយគឺយើងអាចប្រើប្រាស់រហូតដល់ទៅ500ពាក្យបងប្អូនឃើញទេបាទត្រង់ចំណុចខាងក្រោមហ្នឹងមានរហូតដល់ទៅ500ពាក្យអញ្ចឹងខ្ញុំសូមធ្វើការដាក់តែត្រឹមប៉ុណ្្នេះទេដើម្បីចែករំលែកបងប្អូនណាបាទហើយនៅពេលដែលសរសេររួចរាល់ឬក៏ដាក់ tag នឹងរួចរាល់គ្រប់ចំនួនឬក៏គ្រប់តួអក្សររហូតដល់500ពាក្យនឹងរួចរាល់ហើយបងប្អូនអាច scroll ចុះមកក្រោមហើយត្រង់ចំណុចក្រោមនេះបងប្អូន select យកពាក្យថា done ណាបាទអញ្ចឹង select ត្រង់ចំណុចហ្នឹងមករួចហើយបងប្អូនអាច scroll ចុះមកក្រោមបន្ថែមទៀតណាបាទអញ្ចឹងក៏លេខមើលត្រង់ចំណុចខាងក្រោមគឺជាចំណុចដែលសំខាន់មែនតើនៅពេលដែលបងប្អូនធ្វើការផុសវីដេអូហើយវីដេអូហ្នឹងគឺវាមិនទាន់ដំណើរការពេញឬក៏ 100% ទេត្រង់ចំណុចហ្នឹងគឺគេដាក់ថា SD អញ្ចឹងសម្រាប់វីដេអូនេះបាទត្រង់ចំណុចនេះគឺវាបានឆែករួចរាល់ហើយអញ្ចឹងវីដេអូរបស់យើងជាលក្ខណៈបែប HD អញ្ចឹងខ្ញុំដាក់សញ្ញាសង្កល់ហ្នឹងកន្លែងខ្មៅបន្ទាប់មកយើងធ្វើការចុចពាក្យថា next ហើយត្រង់ចំណុចនេះផងដែរដែលគេហៅថា end screen អញ្ចឹង end screen ហ្នឹងមានន័យថាបងប្អូនអាចធ្វើការដាក់បន្ថែមនៅវីដេអូរបស់យើងនៅលើ screen វីដេអូរបស់យើងបាទអញ្ចឹងត្រង់ចំណុចនេះខ្ញុំសូមធ្វើការជ្រើសរើសនៅប្រភេទ end screen មួយក្នុងចំណោមហ្នឹងអញ្ចឹងវាមាន4ជម្រើសសម្រាប់ឲ្យបងប្អូនធ្វើការជ្រើសរើសសម្រាប់ខ្ញុំអាចធ្វើការជ្រើសរើសមួយហើយបន្តមកទៀត select ត្រង់ចំណុចដែលគេដាក់ថា specific video ហ្នឹងបាទអញ្ចឹងខ្ញុំសូម select ត្រង់ចំណុចហ្នឹងរួចហើយវានឹងបង្ហាញវីដេអូជាច្រើនហើយត្រង់ចំណុចវីដេអូជាច្រើនហ្នឹងបងប្អូនអាចធ្វើការជ្រើសរើសមួយដើម្បីធ្វើការដាក់ណាហើយយើងគ្រាន់តែធ្វើការចុច save ជាការស្រេចបាទហើយត្រង់ចំណុចខាងក្រោមបងប្អូនអាចធ្វើការចុចពាក្យ add បន្ទាប់មកបងប្អូន select ទៅលើ video បាទអញ្ចឹងបងប្អូនអាចដាក់នៅវីដេអូមួយណាក៏បានដែរត្រង់ចំណុចហ្នឹងណាអាស្រ័យទៅលើបងប្អូនទេបាទនៅពេលដែលខ្ញុំធ្វើការដាក់រួចរាល់ហើយវានឹងចេញទម្រង់បែបនេះបងប្អូនណាអញ្ចឹងនៅពេលដែលគេមើលវីដេអូយើងចប់ឬក៏វីដេអូចុងវីដេអូណាវានឹងបង្ហាញផ្ទាំងបែបនេះមួយទៀតអញ្ចឹងងាយស្រួលបងប្អូនចង់តាមដានអីគ្រាន់តែចុចកន្លែងផ្ទាំងខ្មៅហ្នឹងជាការស្រេចបន្ទាប់មកគ្រាន់តែធ្វើការចុចពាក្យថា save នៅពេលដែលយើងធ្វើការ save រួចរាល់ណាវានឹងឲ្យយើងបាទជ្រើសរើសនៅលក្ខខណ្ឌផ្សេងបន្តទៀតបាទអូខេរួចហើយខ្ញុំគ្រាន់តែធ្វើការចុចពាក្យថា next ហើយត្រង់ចំណុចនេះផងដែរបងប្អូនអាចធ្វើការពិនិត្យមើលសិនមុននឹងផុសវីដេអូណាបាទកន្លែងនេះគឺមានន័យថាវីដេអូរបស់យើងគឺអត់ជាប់ copyright ទេអត់ no reuse អីទេបាទអត់អីទេបងប្អូនណាបាទហើយបន្ទាប់មកទៀតបងប្អូនអាចធ្វើការ select ទៅលើពាក្យថា publish បាទយើង select ទៅ publish ហើយអ្វីដែលសំខាន់ត្រង់ចំណុចខាងក្រៅមួយទៀតនោះគឺមានជា schedule ហ្នឹងបងប្អូនអាចធ្វើការសេរីថ្ងៃផុសសេរីម៉ោងផុសបាទងាយស្រួលមែនតើអញ្ចឹងខ្ញុំសូមធ្វើការ select ត្រង់ចំណុចហ្នឹងដើម្បីបង្ហាញបងប្អូនលម្អិតតែម្ដងបាទហើយត្រង់ចំណុចនេះគឺខ្ញុំដាក់ឲ្យចំជាមួយនឹងថ្ងៃបាទថ្ងៃបន្ទាប់ណាបាទយើងផុសថ្ងៃហ្នឹងឬក៏ផុសថ្ងៃបន្ទាប់អញ្ចឹងបងប្អូនផុសថ្ងៃបន្ទាប់អាច select ទៅលើថ្ងៃបន្ទាប់ហើយអាចធ្វើការ select នៅម៉ោងអញ្ចឹងម៉ោងគឺដាក់នៅក្នុងហ្នឹងហើយស្រេចតែម្ដងអាស្រ័យទៅលើបងប្អូនចង់ផុសម៉ោងប្រហែលអញ្ចឹងណាអូខេបន្ទាប់មកគ្រាន់តែយើងធ្វើការ schedule មកជាការស្រេចអញ្ចឹងវីដេអូនេះគឺវានឹងធ្វើការ store ទុកនៅក្នុង channel YouTube យើងតែម្ដងអញ្ចឹងនៅពេលដែលដល់ថ្ងៃដល់កំណត់ម៉ោងវានឹងផុសអូតូអញ្ចឹងវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជួបគ្នាវីដេអូ